ចឹងអ្នកគ្នានៅក្នុងវីដេអូមួយនេះគឺយើងនឹងមករៀននិយាយភាសាអង់គ្លេសដោយនិយាយតាក់ទងនឹងសកម្មភាពដែលយើងធ្វើល្ងាចឡើងពាក្យទាំងអស់នេះគឺយើងរៀនហើយប៉ុន្តែខ្ញុំនឹង review ដោយសារតាំងថ្ងៃនេះគឺយើងចូលផ្នែកថ្មីគឺផ្នែកអានចំពោះការរៀននិយាយភាសាអង់គ្លេសគឺខ្ញុំចង់បញ្យល់អ្នកនេះមួយការចេះវេយ្យាករណ៍វាជារឿងមួយផ្នែកប៉ុន្តែបើសិនជាយើងអត់ចេះពាក្យទេក៏យើងអាចយកវេយ្យាករណ៍ដែលយើងនិយាយហ្នឹងចេះហ្នឹងទៅនិយាយបានដែរឧបមាគេសួរថា What do you do in the evening យើងដឹងថាពេលដែលយើងឆ្លើយគឺយើងត្រូវប្រើទម្លាប់ present simple ប៉ុន្តែបើយើងអត់ចេះពាក្យ evening ធ្វើអីផងហ្នឹងយើងអត់ដឹងថាពាក្យសកម្មភាពហ្នឹងគេនិយាយថាម៉េចថាទៅចេញពីធ្វើការគេថាម៉េចទៅធ្វើការងារផ្ទះគេធ្វើម៉េចទៅទិញម្ហូបគេថារបៀបម៉េចបើសិនជាយើងអត់ដឹងពាក្យទាំងអស់ហ្នឹងទេក៏យើងមិនអាចយកវេយ្យាករណ៍ដែលយើងចេះហ្នឹងទៅនិយាយបានដែរអញ្ចឹងហើយរៀនវេយ្យាករណ៍ផងរៀនពាក្យផងតែបើសិនជារៀនពាក្យឲ្យច្រើនវេយ្យាករណ៍វាមកតាមក្រោយឯងព្រោះឯនៅពេលដែលយើងអានឬក៏ស្ដាប់គឺយើងនឹងឃើញវេយ្យាករណ៍នៅហ្នឹងហើយអញ្ចឹងយើងមិនមែនរៀនតែមួយពាក្យឯងយើងរៀនជាប្រយោគរៀនជាអត្ថបទអញ្ចឹងទៅយើងលឺគេប្រើហើយចំពោះការរៀននិយាយនឹងវាតាក់ទងនឹងការស្ដាប់ហើយនឹងការអាននឹងឯងបើកាលណាយើងស្ដាប់ច្រើនយើងអានច្រើនយើងលឺហើយនឹងឃើញហើយបើកាលណាយូរយើងលឺច្រើនដងយើងឃើញច្រើនដងគឺយើងប្រកាសជាអាចប្រើវាត្រូវបានកាន់តែច្រើនហើយអញ្ចឹងហើយទៅយើងរៀននិយាយដោយការរៀនពាក្យរៀនវេយ្យាករណ៍រៀនពីការប្រើប្រាស់ពាក្យហ្នឹងហើយយើងយកទៅនិយាយមកដែលយើងមាន playlist អ្នកនេះអាច check មើលបានចឹងមេរៀនទី2នេះគឺ daily evening routine ពាក្យទាំងអស់នេះយើងរៀនហើយប៉ុន្តែយើងត្រូវមក review វាបន្តិចដើម្បីចូលមេរៀនថ្មីសកម្មភាពពេលល្ងាចដែលយើងអាចធ្វើដូចជា get home មកដល់ផ្ទះវិញដូចចេញពីធ្វើការមកដល់ផ្ទះយើងអាចនិយាយថា arrive home right but I think get home is better so arrive home you can say take a shower and we say take a shower not take shower buy groceries ទៅទិញម្ហូប do some chores ធ្វើការងារផ្ទះcook dinner let me just scroll it a little bit take out the garbage យកសម្រាមទៅចោល hang out with friends ដើរលេងមួយមិត្តភ័ក្តិ go to bed ចូលគេងអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យដែលវាអាចធ្វើឲ្យយើងមានគំនិតដើម្បីនិយាយពី evening routine បានប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេយើងត្រូវដឹងថាដើម្បីឆ្លើយសំណួរទាំងអស់នេះបានយើងឆ្លើយរបៀបម៉េចអញ្ចឹងខ្ញុំមានចម្លើយមួយចំនួនដែលយើងមកពិភាក្សាអត់ដែលយើងពិភាក្សាហើយ sorry ខ្ញុំបានធ្វើវីដេអូហើយនៅក្នុង playlist ហ្នឹងអ្នកអាច check មើលបានខ្ញុំមក review បន្តិចសិនដូចជាសំណួរហ្នឹងវាមាន4ប្រភេទទី1គឺគេសួរ yes no question like do you take a shower after you get home yes I take a shower after I get home because it helps me relax like that do you cook dinner every day? No, I don't cook dinner every day, but I cook at 6:30 on weekdays អត់ធ្វើរាល់ថ្ងៃទេម្ហូបហ្នឹងតែធ្វើតែថ្ងៃដើមសប្តាហ៍ទេថ្ងៃច័ន្ទនិងថ្ងៃศุក្រ but I cook at 6:30 on weekdays because I'm usually tired and hungry at that time បើយើងពិនិត្យមើលទៅពាក្យនេះដូចជាមិនពិបាកទេប៉ុន្តែបើយើងយកវាទៅនិយាយថាមូលហេតុអីមិនយើងធ្វើតែម៉ោង6កន្លះអ្នកនេះប្រកាសនិយាយថា I don't have enough time I am busy at work អីហ្នឹងទៅតែអត់ទេតាមពិតយើងមាន reason ផ្សេងទៀតគ្រាន់តែយើងអត់ចេះពាក្យហ្នឹងអញ្ចឹងទៅយើងអាចយកវាទៅនិយាយបានយើងយកតែអាពាក្យយើងចេះហ្នឹងទៅនិយាយអញ្ចឹងហើយទៅការឃើញគេប្រើហើយឃើញគេប្រើហ្នឹងដូចខ្ញុំនិយាយចឹងស្ដាប់ហើយនឹងអានហ្នឹងហើយមិនយើងឃើញគេប្រើដូចខ្ញុំបញ្យល់ឥឡូវហ្នឹងចឹងនេះឃើញពាក្យ I'm usually tired and hungry at that time អញ្ចឹងយើងឃើញពាក្យថ្មីហើយយើងកប់ទុកទៅជាលក្រោយយើងអាចយកវាទៅនិយាយដែរពេលដែលគេសួរ what time do you get home from work or from school ចេញពីធ្វើការឬក៏ចេញពីរៀនwhat time I get home at 5 o'clock because my work finishes at 4:30 finishes work នឹងមានន័យថា my work finishes at 4:30នឹងមានន័យថាចេញពីធ្វើការម៉ោង4កន្លះអញ្ចឹងមកដល់ផ្ទះម៉ោង5 I get home at 5 because my work finishes at 4:30 ហើយពាក្យ get home ហ្នឹងក៏មិនប្រើតែ evening routine ដែរអាចជាពេលខ្លះទៅយើងចង់និយាយរឿងអីប្រាប់គេអូម្សិលមិញខ្ញុំមកដល់ផ្ទះភ្លាមស្រាប់តែគេទិញកាដូឲ្យអញ្ចឹងទៅ so you can say yesterday when I got home I got a present from my family could be អញ្ចឹងពាក្យហ្នឹងវាមិនមែនសម្រាប់តែ evening routine ទេវាអាចជារឿងទូទៅគ្រាន់តែយើងរៀនចេះពាក្យហ្នឹងយើងនឹងអាចយកវាទៅប្រើកន្លែងផ្សេងដូចគ្នាដែរ Okay so let me continue this one អញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការអានថាតើគេប្រើពាក្យរបៀបម៉េចដើម្បីនិយាយភាសាអង់គ្លេស
យើងនឹងនិយាយអំពី Luke's evening routine. After I get home at 5:30, I usually take a shower because it helps me relax. Then I go buy groceries at the store near my apartment because I like to cook fresh food. Before I cook dinner, I do some household chores because I don't like a messy kitchen. I usually cook around 6:30, but sometimes I order food if I'm too tired. After dinner, I take out the garbage because I want the house to smell nice. In the evening, I often hang out with my friends at a cafe near my place because it's quiet and cozy. I go to bed at 10:30 because I have to wake up early the next day. អញ្ចឹងអត្ថបទមួយនេះគឺយើងនឹងឃើញពាក្យមិញឯនេះ get home, take a shower, buy groceries, cook food, do some chores, cook dinner, what else? Take out the garbage, hang out with friends. I think this one, hang out with friends and go to bed. This one. See អញ្ចឹងនេះគឺជា example ដែលគេប្រើបានខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាថាតើយើងរៀននិយាយយើងផ្ដោតសំខាន់លើអីគឺ After I get home at 5:30, I usually take a shower because it helps me relax. ទីមួយគឺយើងប្រាប់បន្ទាប់ពីយើងមកដល់ផ្ទះយើងអាចហ៊ានប្រើពាក្យ usually ព្រោះអីមានន័យអត់រហូតទេ usually take a shower ទេអត់ I always take a shower or I sometimes ទាំងនេះអាចដូរពាក្យនឹងបានប៉ុន្តែការដែលចេះប្រើ adverbs អញ្ចឹងវាអាចជួយឲ្យភាសាអង់គ្លេសរបស់យើងបានល្អមកកម្រិតដែរ and then យើងប្រាប់ reason មកមិនបានយើងងូតទឹកបន្ទាប់ពីយើងមកដល់ផ្ទះ because it helps me relax then ភ្ជាប់សេចក្តីរបស់យើងមានន័យថាបន្ទាប់មកទៀតខ្ញុំទៅទិញម្ហូបនៅជិតកន្លែងខ្ញុំរស់នៅនឹង I go buy groceries at the store near my apartment at the store near my apartment store ហ្នឹងគឺកន្លែងទិញម្ហូបកន្លែងលក់ម្ហូបហ្នឹងឯង at the store near my apartment because I like to cook fresh food មិនបានយើងទៅទិញនៅកន្លែង near your apartment ហ្នឹង because I like to cook fresh food អញ្ចឹងយើងជួយចិត្តធ្វើម្ហូបស្រស់ៗយើងធ្វើភ្លាមៗហ្នឹងទៅ Before I cook dinner មុនពេលទៅធ្វើម្ហូបព្រោះទិញហើយយើងត្រូវធ្វើម្ហូប right ប៉ុន្តែ before I cook dinner I do some household chores យើងធ្វើការងារផ្ទះដូចលាងចានជូតផ្ទះជូតអីស្អាតសិនចាំយើងទៅធ្វើម្ហូប and មិនបានគាត់ likeគាត់ do some chores មុនធ្វើម្ហូប because he doesn't like a messy kitchen អត់ចូលចិត្តកន្លែងដែលខិចទេញ៉ៃៗទេ so messy kitchen I usually cook around 6:30 but sometimes I order food if I'm too tired អញ្ចឹងគេប្រើពាក្យ usually មកទៀតហើយប៉ុន្តែក៏គេមានប្រើពាក្យ but ហ្នឹងមានន័យថាយើងបន្ថែមព័ត៌មានមួយទៀតប៉ុន្តែព័ត៌មានហ្នឹងផ្ទុយទៅវិញខ្ញុំយល់ហើយនេះភាគច្រើនគឺចេះអាហ្នឹងហើយប៉ុន្តែការបន្ថែមពាក្យ but ហ្នឹងវាធ្វើឲ្យយើងអាចបន្ថែមព័ត៌មានពេលយើងនិយាយឧបមាថាគេសួរ Do you have breakfast at home Yes, I do. I usually have breakfast at home, but sometimes I have breakfast at my workplace. Could be. អញ្ចឹងកាលណាដែលយើងចេះប្រើពាក្យ but វាអាចធ្វើឲ្យយើងបន្ថែមព័ត៌មានតាក់ទងទៅនឹងប្រធានបទដែលយើងនិយាយបានច្រើនហើយការបន្ថែមព័ត៌មាននោះគឺជាការអនុវត្តពាក្យដូចជាពាក្យ order food បើអត់ប្រើពាក្យ but ហ្នឹងមកទេក៏អត់មានពាក្យ order food ហ្នឹងមកដែរហើយក៏អត់មានពាក្យ too tired ដែរអញ្ចឹងណាអញ្ចឹងហើយពេលដែលយើងនិយាយយើងទម្លាប់ប្រើអញ្ចឹងទៅពាក្យដែលយើងឮឬក៏ពាក្យដែលយើងឃើញហ្នឹងយើងអាចយកវាមកប្រើបាន I usually cook around 6:30 but I usually cook but sometimes I order food if I'm too tired and after dinner បន្ទាប់ពីញ៉ាំបាយហើយ after dinner I take out the garbage because I want the house to smell nice ឃើញអត់គេប្រាប់ reason because I want the house to smell nice មានន័យថាឲ្យវាមានក្លិនល្អព្រោះសម្រាមវាស្អុយ so I want the house to smell nice In the evening I often hang out with my friends មិន always ទេគឺ often អាចមួយអាទិត្យ3ដងអីហើយ2-3ដងដែរ or មួយអាទិត្យម្ដងអីក៏ often វាអាស្រ័យលើការគិតរបស់យើង often នឹងប៉ុណ្ណាគ្រាន់តែអត់អាសាអត់តែងទៅទេ I often hang out with my friends where at a cafe near my place យើងត្រូវប្រាប់ទីកន្លែងយើងទៅដើរលេងក៏បានដែរ and where is it near my place ហ្នឹងគឺបកប្រែថានៅជិតផ្ទះយើងនឹងឯងគ្រាន់តែគេអត់ចង់ប្រើពាក្យជិតផ្ទះគេប្រើពាក្យ place because
it's quiet and cozy cozy នឹងមានន័យណាត្រជាក់ស្រួលឬក៏អារម្មណ៍ល្អពេលហាងហ្នឹងវាអត់សូវញញ៉ៃអីហ្នឹងទៅ so we say cozy I go to bed at 10:30 because I have to wake up early the next day អញ្ចឹងពេលដែលយើងនិយាយយើងទម្លាប់និយាយពី because វាស្ដាប់មើលទៅដូចជាផ្ដល់ហេតុផលមករហូតប៉ុន្តែវាគឺជារបៀបនៃការប្រើប្រាស់ពាក្យដែលយើងចេះបើយើងអត់ដាក់អញ្ចឹងទេយើងអត់អានអត់បាននិយាយទេនេះ I have to wake up early the next day what is next day next day ហ្នឹងថ្ងៃស្អែក next day and wake up early អញ្ចឹងការដែលធ្វើបែបហ្នឹងវាជួយឲ្យយើងអាចខំប្រឹងប្រើពាក្យដែលយើងរៀននឹងឯងយើងទម្លាប់និយាយទៅយូរទៅយើងអាចគិតបានលឿនហើយយើងឈប់ប្រើពាក្យ because ហ្នឹងហើយព្រោះតែកាលណាយើងចេះអង់គ្លេសច្រើនគេឈប់ប្រើ because ហ្នឹងញឹកហើយតែបើយើងនៅកម្រិតទាបនៅកម្រិតនេះនៅឡើយទេខ្ញុំគិតថាប្រើទៅវាល្អព្រោះអីវាអាចជួយឲ្យយើងចេះពាក្យបានច្រើនហើយយើងអាចយកមកប្រើហ្នឹងណា Okay thank you guys bye bye I will have another one soon bye bye